អ្នកណាក៏ថាម៉ាក់ខ្ញុំសំណាងដែរដែលមានខ្ញុំជាកូនស្រីប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេម៉ែខ្ញុំកាលពីខ្ញុំនៅតូចធ្លាប់យកខ្ញុំទៅឲ្យគេមកអ្នកទាំងអស់គ្នាថ្ងៃនេះនោមម៉ែជីកទូកដើរលេងនៅ Venetian ហើយយើងត្រាវតិចតួចណាអំពីរឿងយើងកាលពីនៅកូនក្មេងនេះហើយគឺជារូបរាងពិតប្រាកដរបស់អ្នកដែលយកខ្ញុំទៅឲ្យគេតាំងពីខ្ញុំនៅតូចហើយថ្ងៃនេះមកដើរលេងនៅអាមេរិកឡើងអំភើខ្ញុំចាំបានថាពេលហ្នឹងខ្ញុំអាយុប្រហែលជា5-6ឆ្នាំហើយម៉ាក់ខ្ញុំគាត់ធ្វើការឲ្យគេណាបងប្អូនមិនទាន់ទាំងបានចូលរៀនថ្នាក់ទី1ផងហើយពេលហ្នឹងម៉ាក់ខ្ញុំគាត់កាន់ហាងសៀហើយខ្ញុំចាំបានកាលពីខ្ញុំនៅតូចហ្នឹងគឺខ្ញុំស្គមហើយខ្ពស់វែងហើយក្មេងជំនាន់ហ្នឹងគឺគេអត់ស្រឡាញ់ទេអាក្មេងខ្ពស់វែងអញ្ចឹងគឺគេស្រឡាញ់ក្មេងញីកតុបក៏ម៉ាប់សិតសាច់អីអញ្ចឹងទៅហើយខ្ញុំនឹងវាហូបមិនក៏អត់ឡើងគីឡូដែរតាំងពីទូចនឹងគឺស្គមតែម្ដងបន្ទាប់មកគ្មាននរណាថាខ្ញុំស្អាតទេគេចេះថាអូយមិនកើតកូនអាក្រក់មែនណវែងលឿនអញ្ចឹងអត់មានសាច់មានឈាមអីឲ្យគ្រឹតគេអញ្ចឹងបន្ទាប់មកតកែរបស់ម្ដាយខ្ញុំនេះគាត់ចុះមកលេងអញ្ចឹងណាហើយគាត់ថាអូយកូនហែងនេះធំឡើងស្អាតណាស់ចាំមើលហើយគាត់ថាចេះតែកុហកគ្មានស្អាតទេអាក្រក់យ៉ាងហ្នឹងខ្ញុំមើលមិនឃើញស្អាតកន្លែងណាទេស្គមសង្វិតសិតតែឆ្អឹងអញ្ចឹងណាហើយគាត់ថាបើហែងថាស្អាតហែងឲ្យអញមិនចឹងអញយកទៅចិញ្ចឹមយកទៅរៀននៅសិង្ហបុរីគាត់ហៅសិង្ហបុរីគេហៅសិង្ហបុរីម៉ែខ្ញុំឮតែបានទៅរៀននៅសិង្ហបុរីចែងយកទៅចឹងយកហ្មងទៅឲ្យទៅរៀននៅសិង្ហបុរីទៅចាក៏យកខ្ញុំឲ្យគេមែនតើណាបងប្អូនអើយហើយខ្ញុំក៏ចេះឆ្ងល់ថាមិនបានម៉ែយកខ្ញុំទៅឲ្យគេអញ្ចឹងហើយចាប់ពីថ្ងៃហ្នឹងមកឲ្យតែខ្ញុំលួចលុយគាត់គំរាមខ្ញុំអញយកហែងទៅឲ្យគេណាអញយកហែងទៅឲ្យគេណាញ៉ាំបាយអត់អស់ពីចានក៏យកទៅឲ្យគេឲ្យធ្វើអីក៏យកទៅឲ្យគេដែរនិយាយតែខ្ញុំធ្វើអីខុសបន្តិចគូយកទៅឲ្យគេរហូតហ៊ានអត់បានលេខ1អញ្ចឹងក៏យកទៅឲ្យគេហើយនិយាយទៅមកជីវិតខ្ញុំគឺត្រូវបានម៉ែខ្ញុំគម្រាមថាយកទៅឲ្យគេរហូតហើយដល់ពេលខ្ញុំរៀងធំតិចទៅខ្ញុំក៏បើកចិត្តសួរគាត់ថាមិនបានកាលពីខ្ញុំនៅតូចម៉ែយកខ្ញុំទៅឲ្យគេអញ្ចឹងម៉ែមានលុយចិញ្ចឹមខ្ញុំមែនគាត់ថាអត់ទេគាត់មានលុយចិញ្ចឹមប៉ុន្តែទៅនៅមួយគេវាអនាគតល្អជាងគាត់ក៏បាននិយាយថាដោយសារគេឲ្យយើងទៅរៀននៅស្រុកក្រៅអញ្ចឹងណាហើយគាត់បានប្រាប់ថាចាគាត់លះបង់អស់ហើយដើម្បីឲ្យខ្ញុំនឹងមានអនាគតល្អបានឃើញពិភពលោកនឹងគេតែខ្ញុំរឹងក្បាលមិនព្រមទៅទេនៅមួយគាត់នឹងឯងហើយថ្ងៃនេះចាក៏មិនទៅណាដែរនៅតោងទៀមគាត់នឹងឯងចាជូនគាត់មកលេងនៅ Las Vegas នៅអាមេរិកបងប្អូនចាមកជិះទូកជិះអីលេងអូគេប្រាប់ខ្ញុំថាចានៅអាកន្លែងក្រោមស្ពានហ្នឹងគឺជាកន្លែងដែលគេប៉ងប្រាថ្នាបានស័ក្តិសិទ្ធិបំផុតអាហ្នឹងគឺជាគេហៅជំនឿរបស់ជនជាតិអ៊ីតាលីអញ្ចឹងណាអញ្ចឹងអ្នកដែលគាត់ចៅទូកនោះគាត់ច្រៀងខ្ញុំស្ដាប់ហើយគាត់ប្រាប់ខ្ញុំថាកុំភ្លេចនៅក្នុងការបន់ផ្សងចាចង់ផ្សងប្រហែលផ្សងទៅចាខ្ញុំក៏ផ្សងទៀតទៅផ្សងថាកុំឲ្យម៉ែខ្ញុំយកខ្ញុំទៅឲ្យគេទៀតហើយម៉ែខ្ញុំសង្ស័យផ្សងឯងសុកឲ្យវាព្រមទៅនៅជាមួយគេទៅលោកចាំមើលថាតាការបន់ផ្សងរបស់ខ្ញុំនៅក្រោមស្ពានហ្នឹងវាស័ក្តិសិទ្ធិកម្រិតណាប៉ុន្តែខ្ញុំមិនសូវជឿបងប្អូនស្ពានហ្នឹងគេដើរទៅលើឆិចហ្នឹងខ្ញុំពីអ្នកម៉ែខ្ញុំមិញទុំដើរទៅលើស្ពានហ្នឹងដើម្បីចោះជិះទូកហ្នឹងហើយមិននៅក្រោមស្ពានមកផ្សងក្រោមជើងគេខ្ញុំមិនជឿប៉ុន្តែគេថាស័ក្តិសិទ្ធិគេយើងសាក់មើលទៅណាបងប្អូនអើយគិតទៅខ្ញុំក៏មើលវាសនាខ្លួនឯងមិនឃើញណាពីក្មេងស្រីដែលរៀននៅបៃលិនថ្ងៃមុនជិះម៉ូតូឆាលីដួលអ៊ីនោះទាលុយរាល់ថ្ងៃសោះហ្នឹងថ្ងៃនេះមកមានវាសនាបានមើលជាមួយពិភពលោកចឹងណាក៏អរគុណដល់គ្រូសាខ្ញុំដែរឃើញការតាមស្រឡាញ់គេ5ឆ្នាំមិនអត់ប្រយោជន៍ទេកូនចេះរើសប្រុសល្អចឹងណាដើម្បីខ្លាចជាកូនប្រសារបស់ម៉ែចាឥឡូវនេះមិនថាតែខ្ញុំទេតែម៉ែខ្ញុំក៏ជើងវែងដើរជាមួយពិភពលោកដែរចឹងមិនថាបើសិនជាថ្ងៃមុនយកខ្ញុំទៅឲ្យគេចាអ្នកដែលសោកស្ដាយបំផុតគឺជាម៉ាក់ខ្ញុំនឹងឯងចឹងបងប្អូនទាំងអស់គ្នាកុំយកគំរូតាមម៉ាក់ខ្ញុំ